รស់នៅក្នុងពេលនេះម្សិលមិញដែលបានបាត់បង់ទៅហើយមិនអាចត្រឡប់មកវិញបានឡើយទោះបីជាប្រាថ្នាយ៉ាងណាក៏ដោយពេលវេលាដែលហូរចេញទៅប្រៀបដូចជាទន្លេដែលហូរមិនចេះឈប់ស្ងប់ស្ងាត់ប៉ុន្តែប្រាកដណាស់វាបានរសាត់ឆ្ងាយទៅជានិច្ចប៉ុន្តែអនាគតវិញមិនរើសអើងអ្នកក្រីក្រឬអ្នកមានឡើយមិនរើសអើងអ្នកខ្លាំងឬអ្នកខ្សោយឡើយវាបើកទ្វាររង់ចាំមនុស្សគ្រប់រូបដោយស្មើភាពគ្នាដូច្នេះហើយសំណួរដែលយើងត្រូវសួរខ្លួនឯងគឺតើយើងនឹងបញ្ឆេះពេលនេះយ៉ាងដូចម្តេចតើយើងនឹងបោះជំហានបន្ទាប់យ៉ាងដូចម្តេចតើយើងនឹងធ្វើឲ្យថ្ងៃនេះមានតម្លៃយ៉ាងដូចម្តេចចំពោះអ្វីដែលត្រូវធ្វើនៅពេលនេះចូលខិតខំឲ្យអស់ពីសមត្ថភាពជំនួសឲ្យការភ័យខ្លាចចំពោះថ្ងៃស្អែកតែមិនទាន់មកដល់ចូលប្រឈមមុខនឹងភារកិច្ចដែលស្ថិតនៅចំពោះមុខចូលបោះបង់ភាពស្ទាក់ស្ទើរហើយបោះជំហានរបស់អ្នកឲ្យជាប់លើដីយ៉ាងរឹងមាំគ្មានពេលសម្រាប់ឈប់សម្រាកឡើយទៅមុខតែប៉ុណ្ណោះមិនត្រូវគេចវិសពីការលំបាកឡើយមានតែអ្នកដែលហ៊ានដើរចូលទៅក្នុងខ្យល់បក់បញ្ច្រាសទើបអាចឃើញទេសភាពថ្មីបានតាមរយៈការប្រឈមមុខនឹងឧបសគ្គដោយផ្ទាល់មនុស្សអាចបំបែកសម្បកចាស់របស់ខ្លួនឯងបានកុំឲ្យខ្លួនត្រូវបានសង្កត់បំបាក់ចូលក្រោកឈរចូលប្រឈមមុខនៅខាងមុខនោះមានអនាគតមួយដែលលើសពីការស្រមៃរបស់អ្នកចូលបញ្ឆេះពេលនេះគ្រាប់ភ្លើងនោះកំពុងរស់នៅយ៉ាងក្រហមក្តៅនៅជ្រៅក្នុងបេះដូងរបស់អ្នករួចទៅហើយកុំឲ្យជីវិតរបស់អ្នកពោពេញដោយការសោកស្ដាយដ៏គួរឲ្យសង្វេគកុំឲ្យពេលវេលាបញ្ចប់ទៅក្នុងសភាពមិនបានប្រើអស់សមត្ថភាពទឹកភ្នែកដែលបានស្រក់នៅក្នុងរាត្រីដែលគ្មានអ្នកណាមើលឃើញការខិតខំប្រឹងប្រែងដែលគ្មានអ្នកណាដឹងនិងភាពក្លាហានតូចដែលអ្នកបានចាប់យកដោយដៃដែលកំពុងញ័រគ្មានអ្វីមួយណាត្រូវបាត់បង់ដោយឥតន័យឡើយអ្វីទាំងអស់នោះនឹងក្លាយជាគ្រាប់ពូជដែលត្រូវបានសាបព្រោះលើដីហើយថ្ងៃណាមួយវានឹងរីកជាផ្កាដែលគ្មាននរណាម្នាក់អាចដកហូតពីអ្នកបានចូលដើរទៅមុខជានិច្ចអ្នកដែលឈប់ដើរមិនអាចឃើញពន្លឺព្រឹកព្រលឹមបានឡើយនៅពេលដែលមនុស្សបោះបង់ពេលវេលាហាក់ដូចជាកកស្ទះប៉ុន្តែអ្នកដែលបន្តដើរទៅមុខប្រកាសជានឹងខិតជិតដល់គោលដៅរបស់ខ្លួនជានិច្ចចូលប្រកួតប្រជែងនឹងដែនកំណត់របស់ខ្លួនឯងហើយធ្វើឲ្យអស់ពីសមត្ថភាពនៅក្នុងពេលនោះហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺការព្រួយបារម្ភអំពីអនាគតនឹងថយចុះបន្តិចម្ដងពីព្រោះមនុស្សដែលរស់នៅដោយអស់ពីកម្លាំងមិនទុកឲ្យការសោកស្ដាយនៅសេសសល់ឡើយអំណាចដែលអាចផ្លាស់ប្ដូរថ្ងៃស្អែកមិនស្ថិតនៅឯនីមេឃឆ្ងាយឡើយវាស្ថិតនៅក្នុងថ្ងៃនេះហើយស្ថិតនៅក្នុងការសម្រេចចិត្តនៃពេលនេះជ័យជំនះមិនមែនជាអភូតហេតុតែកើតឡើងភ្លាមឡើយវាគឺជាការប្រមូលផ្ដុំនៃថ្ងៃដែលបានឆេះដោយក្តីខិតខំវាគឺជាការបន្តបន្ទាប់នៃថ្ងៃដែលមានតម្លៃវាគឺជាស្នាមជើងដ៏ស្ងប់ស្ងាត់ដែលត្រូវបានឆ្លាក់ឡើងដោយបេះដូងដែលមិនចុះចាញ់អតីតកាលមិនអាចផ្លាស់ប្ដូរបានឡើយប៉ុន្តែអនាគតអាចត្រូវបានបង្កើតឡើងដោយដៃរបស់យើងនៅពេលនេះដូច្នេះចូលតស៊ូជាមួយពេលនេះដោយភាពស្មោះត្រង់បំផុតចូលធ្វើឲ្យពេលនេះឆេះអស់ពីសមត្ថភាពជីវិតគឺជាការតស៊ូជាមួយខ្លួនឯងប៉ុន្តែនៅក្នុងការតស៊ូនោះកម្លាំងពិតប្រាកដនឹងកើតឡើងហើយខ្លួនឯងដ៏ពិតប្រាកដនឹងត្រូវបានដុសខាត់ឲ្យរឹងមាំឡើង
ចូលរស់នៅថ្ងៃនេះដោយគ្មានការសោកស្ដាយអស់ពីកម្លាំងអស់ពីក្តីសង្ឃឹមដើម្បីប្រែក្លាយពេលនេះឲ្យទៅជាទំព័រមាសមួយនៃជីវិតហើយកុំភ្លេចអនាគតដ៏មាសស្ថិតនៅក្នុងពេលនេះដែលជាមាសដែរចូលរស់នៅឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះចូលរស់នៅឲ្យអស់ពីសមត្ថភាពនៅពេលនេះអនាគតកំពុងរង់ចាំអ្នកនៅខាងមុខ